Det her er Living Hope Center i Kambodja. I samarbejde med den lokale kirke, Church of Siem Reap, har Dansk Luthersk Mission bygget centret. Hver dag kommer mange børn og unge, hvor de lærer engelsk og hører om Jesus. Se med her og hør et vidnesbyrd fra en, der kommer på centret og har lært at hækle. ជំរាបសួរខ្ញុំឈ្មោះឈុតឈូនខ្ញុំអាយុ34ឆ្នាំខ្ញុំមានកូនប្រុស2នាក់កូនបងអាយុ14ឆ្នាំអូននេះមកខួបមួយខែពីមុននៅចិត្តអង្គរនៅនោះវាចិត្តកន្លែងធ្វើការចាចិត្តកន្លែងធ្វើការនៅចិត្តទីក្រុងក៏ថានៅទីនោះយើងមានផ្ទៃដីទូចឹងនៅនេះចាហើយអត់អាចធ្វើផ្ទះធំបានឥឡូវមានលុយប៉ុណ្ណាធ្វើបានប៉ុណ្ណោះពីដំបូងស្រឡាញ់ពីនៅតិចតួចស្រឡាញ់ទៅចិត្តតែរៀនទៅប៉ុន្តែអត់បានចាក់លក់ទេព្រោះធ្វើការផ្សេងស្រាប់តែពេលម៉ែឈឺទៅអត់បានធ្វើការទៅនៅមើលម៉ែទៅក៏ចាប់ផ្ដើមអាជីពចាក់លក់នេះទៅដំបូងខ្ញុំស្គាល់អ្នកគ្រូសំនៀងហើយអ្នកគ្រូហេឡែដំបូងកាលទឹកងន់ទៅគាត់ជិះឡានទៅលេងនៅនោះទៅក៏ខ្ញុំបានមកលេងមកកម្មវិធីគាត់នៅនេះដែរការមកដំបូងហ្នឹងអ្នកគ្រូហេឡែគាត់បរៀនតំណែងតំណងគ្រូសាមករៀនថ្ងៃនោះឯងទៅដល់ពេលថ្ងៃក្រោយបានមកទេដោយសារតែតំងន់ទៅពុកបានពីមុនអត់បានរៀននៅនេះទេដោយសារស្គាល់អ្នកគ្រូសំនៀងទៅក៏មកបានពី3ដងជាមួយគាត់ដែរគិតថាដល់ពេលបានបើកបរៀនចឹងទៅក្មេងៗគាត់អាចមានចំណេះទៅក៏អាចរលួយបានទៅគាត់គំការសិក្សារបស់គាត់ដែរខ្ញុំចង់ឲ្យគាត់បានរៀនឲ្យបានខ្ពស់ខ្ញុំអនាគតខ្ញុំបើសិនតែមានលុយខ្ញុំចង់បើកហាងតូចខ្ញុំចង់និយាយថាពីត្បូងរហូតដល់ឥឡូវនេះខ្ញុំនៅតែខ្ញុំអត់ទាន់បានជឿខ្ញុំគិតថាសាសនាគាត់ល្អដោយសារគាត់ដឹកនាំមនុស្សឲ្យធ្វើល្អបើសិនតែខ្ញុំមានពេលខ្ញុំនឹងអ្នកគ្រូអ៊ីបែនគាត់បានឲ្យស្ទះកាពីទៅខ្ញុំបានមើលខ្លះដែរបាយបាយគ្រូបាយបាយ